K10 Plus ឬក៏ K20 Pro សំណួរមួយនេះខ្ញុំទទួលបានច្រើនមែនតើអញ្ចឹងថ្ងៃនេះគឺយើងនឹងមើលជាមួយនឹងចំណុចលម្អិតរបស់បាសទាំងពីរនេះថាតើបាសមួយណាស័ក្តិសមជាមួយនឹងតម្រូវការរបស់បងៗទាំងអស់គ្នាចំណុចទី1គឺជាភាពលេចធ្លោរបស់បាសទាំងពីរក្រុមនេះសម្រាប់ K10 Plus គឺមានជាមួយនឹងមុខងារដែលអាចផ្លាស់ប្ដូរថ្មបានវាមានជាមួយនឹងថ្មរហូតដល់2ដើមឯណោះពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាប្រើអស់ថ្មមួយដកថ្មមួយចេញដាក់ថ្មថ្មីចូលប្រើបានភ្លាមតែម្ដងសម្រាប់ WKing K20 Pro វិញអ្វីដែលពិសេសនោះគឺមានឧបករណ៍រហូតដល់ទៅ10គ្រាប់ឯណោះពុកម៉ែបងប្អូនទាំងអស់គ្នាមានឧបករណ៍សាប់ចំនួន2គ្រាប់ solo ចំនួន2គ្រាប់ហើយនឹង Egoy រហូតដល់ទៅ6គ្រាប់ឯណោះសាហាវខ្លាំងមែនទែនទី2គឺជាកម្លាំងសំឡេង WKing K10 Plus មានកម្លាំងសំឡេង200វ៉ាត់ជាមួយនឹងឧបករណ៍សាប់2គ្រាប់ Egoy ចំនួន4គ្រាប់រីឯ WKing K20 Pro គឺមានកម្លាំងសំឡេង380វ៉ាត់បាសពីរគ្រាប់នេះប្រើប្រាស់ជាមួយនឹង chip DSP ដូចគ្នាសំឡេងចេញមកគឺច្បាស់ស្រទន់ហើយបែប crystal clear តែម្ដងនិយាយទៅសំឡេងគឺចេញមកដឹងតែព្រោះតែម្ដងហើយបើរឿងបុកបាសវិញមិនធម្មតាទេពុកម៉ែបងប្អូនទាំងអស់គ្នាចំណុចទី3គឺជា microphone វាមានជាមួយនឹង microphone wireless ពីរដើមដូចគ្នាប៉ុន្តែ WKing K10 Plus ប្រើជាមួយនឹង microphone M5 បូកដែល microphone នេះអាចធ្វើការសាកថ្មបានចំណែកឯ WKing K20 Pro ប្រើប្រាស់ជាមួយនឹង microphone ដែលមានរូបរាងវែង microphone M11 គឺប្រើប្រាស់ជាមួយនឹងថ្មពិលសម្រាប់ការច្រៀងអតិថិជនរបស់ WKing ប្រកាសជាបានដឹងហើយថាព្រោះប៉ុណ្ណាទី4គឺជា ampli ដែលមានមុខងារពិសេសច្រើនមែនទែនបាសទាំងពីរក្រុមនេះមុខងារអត់សូវខុសគ្នាទេគឺមានជាមួយនឹងមុខងារបន្ថែមសំឡេងបាសមុខងារ echo ជំនួយដល់ការច្រៀងផ្ដាច់ជាមួយនឹងសំឡេងចម្រៀងផ្ដាច់ជាមួយនឹងសំឡេងភ្លេងប៉ុន្តែសម្រាប់ K20 Pro គឺមានជាមួយនឹងរុនបន្ថែមឧបករណ៍ភ្លេងរហូតដល់ទៅ4រុនឯណោះដែល4រុនហ្នឹងគឺយើងអាចកំណត់សំឡេង echo កំណត់កម្រិតសំឡេងរបស់វាដាច់ដោយឡែកតែម្ដងទី5គឺជារូបរាងសម្រាប់បាសទាំងពីរនេះគឺមានរូបរាងធំល្មមងាយស្រួលយកទៅតាមខ្លួនខ្លាំងមែនទែនប៉ុន្តែសម្រាប់ WKing K10 Plus គឺស្រោបដោយស្បែកនិងមានឈើនៅពីខាងក្នុងហើយមានជាមួយនឹងកាបូបរុញបន្ថែមទៀតរីឯ WKing K20 Pro មានរាងជាលក្ខណៈបាសវ៉ាលីស្រោបដោយធុងឈើហើយនឹងមានកង់រុញហ្នឹងគឺ smooth សាហាវតែម្ដងចំណុចចុងក្រោយទី6គឺជាតម្លៃ WKing K10 Plus មានតម្លៃពេញ$499សម្រាប់ព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះមានការបញ្ចុះតម្លៃនៅសល់ត្រឹមតែ$489តែប៉ុណ្ណោះនិងមានការថែមជូនជាមួយនឹងជើងទម្របាសនិងជើងទម្រ microphone បន្ថែមទៀតរីឯ WKing K20 Pro របស់យើងមានតម្លៃពេញ$599បញ្ចុះជូនអតិថិជនទាំងអស់គ្នា$100នៅសល់ត្រឹមតែ$499តែប៉ុណ្ណោះពិសេសខ្លាំងមែនតើ K10 Plus ឬក៏ K20 Pro បងសម្រាប់ចិត្តបានទៅជួយ comment នៅខាងក្រោមវីដេអូផងសម្រាប់អតិថិជនដែលចាប់អារម្មណ៍សូមប្រញាប់រួចរាន់ឡើងដោយសារតែ stock និងសុពលភាព promotion មានកំណត់សូមអរគុណសម្រាប់ការតាមដានទស្សនានិងសូមគោរពលា